ជាគ្រូបង្រៀនថ្នាក់ទី3នៃសាលាបឋមសិក្សាគិរីសវណ្ណវង្សស្រុកអូរលីបអ៊ីខេត្តកំពង់ឆ្នាំងចាសួស្តីកូនទាំងអស់គ្នាចាតើថ្ងៃនេះកូនទាំងអស់គ្នាសុខសប្បាយទេកូនចាអ្នកគ្រូចាជឿជាក់ថាកូនទាំងអស់គ្នាសុខសប្បាយចំណែកអ្នកគ្រូក៏សុខសប្បាយដូចកូនចាសួស្តីកូនទាំងអស់គ្នាចាចាឥឡូវកូនមើលមករូបភាពដែលអ្នកគ្រូចាបង្ហាញកូនចាអញ្ចឹងអ្នកគ្រូចាបិទរូបភាពនេះនៅលើក្តារខៀនសង្កាត់ចាភ្នែកព្រៃភ្នៅរូបភាពគឺសម្រាប់ពិនិត្យនិងព្យាបាលជំងឺចាឲ្យប្រជាជនដែលរស់នៅចាក្នុងសង្កាត់ចាព្រៃភ្នៅមានអ្វីទៀតទេកូនចាមានផ្សារណាកូនណាចាមានផ្សារធំចាអញ្ចឹងផ្សារនេះគឺសម្រាប់ឲ្យប្រជាជនរបស់យើងចាប្រកបចារបររកស៊ីចាប្រកបរបរចាលក់ដូរណាកូនចាមានអ្វីទេកូនចាមានផ្លូវណាកូនណាចាឃើញថាមានផ្លូវចារីកចម្រើនច្រើនណាផ្លូវចាគឺចាខ្វែងខ្វាត់ជាងមុនណាកូនណាចាមានអ្វីទៀតទេចាគឺមានភោជនីយដ្ឋានចាមានអ្វីទេកូនចាសន្តាគារចានឹងចាធនាគារចាជាច្រើនកន្លែងណាកូនណាចាអញ្ចឹងចាឃើញថានៅសង្កាត់ព្រៃភ្នៅគឺមានការប្រែប្រួលច្រើនណាស់ចាគឺមានតាំងពីសាលារៀនផ្ទះប្រជាជនចាគឺច្រើនជាងមុនចាមានស្ពានឆ្លងកាត់ទន្លេសាបចាមានចាសន្តាគារចាមានភោជនីយដ្ឋានមានមន្ទីរពេទ្យចាមណ្ឌលសុខភាពចានឹងធនាគារចាជាច្រើនកន្លែងណាកូនណាចាអរគុណច្រើនអញ្ចឹងកូនទាំងអស់គ្នាអ្នកគ្រូនឹងមានសំណួរមួយទៀតសួរទៅកាន់កូនចាក្រោយពីកូនរៀនចប់ចាមេរៀននេះតើកូនចាទទួលបានចំណេះដឹងអ្វីខ្លះពីមេរៀននេះចាអញ្ចឹងកូនបានរៀនចប់ហើយណាកូនណាពីមេរៀននៅថ្ងៃនេះកូនបានរៀនចប់ហើយអញ្ចឹងតើកូនបានទទួលចំណេះដឹងអ្វីខ្លះទេចាពីមេរៀននៅថ្ងៃនេះចាកូនគិតបន្តិចមើលកូនចាល្អណាស់កូនគឺកូនបានដឹងអំពីចាការរីកចម្រើនឬក៏ការប្រែប្រួលចានៅក្នុងសង្កាត់ព្រែកភ្នៅណាកូនណាចាល្អណាស់កូនចាអរគុណច្រើនកូនទាំងអស់គ្នាអញ្ចឹងកូនយកសភៅចាមេរៀនរបស់កូនចាដើម្បីចាកត់មេរៀនណាកូនចាអញ្ចឹងនៅក្នុងការកត់មេរៀនគឺកូនកត់ចំពោះចាមេរៀនចានិងចាខ្លឹមសាររងសំណួរចានិងខ្លឹមសារមេរៀនណាកូនចាអញ្ចឹងអ្នកគ្រូទុកពេលបន្តិចចាដើម្បីឲ្យកូនចាកត់មេរៀន